បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel និទានរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយគឺនិយាយអំពីបុរសម្នាក់បានដូចមានលក្ខណៈថាភ្លេចឈ្មោះខ្លួនឯងហើយភ្លេចអ្វីៗពីខ្លួនឯងយកមកអញ្ចឹងបើយើងចង់ដឹងសាច់រឿងឲ្យកាន់តែលម្អិតយើងចូលមកស្ដាប់ទាំងអស់គ្នាអញ្ចឹងមុននឹងខ្ញុំនិទានរឿងសូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe និង Share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងចឹងតោះឥឡូវយើងចូលមកដល់រឿងនេះតែម្ដងទៅចឹងគឺមានវត្តមួយនៅព្រៃវែងដែលវត្តនោះគឺនៅលើភ្នំតែភ្នំហ្នឹងគឺវាមិនសូវខ្ពស់ណាស់ទេហើយនៅជិតភ្នំហ្នឹងគឺមានភូមិដែលខ្ញុំមិនដឹងថាភូមិហ្នឹងគឺឈ្មោះអីទេហើយនៅវត្តហ្នឹងគេអាសាឡើងដោយប្រជាជននៅហ្នឹងអាសាឡើងទៅឲ្យលោកសូត្រមន្តសូត្រអីឲ្យចឹងទៅផ្លុំគេហៅផ្លុំស្ដោះឲ្យសុខសប្បាយសុខអីចឹងណាហើយចឹងទៅក៏មានពូម្នាក់ឈ្មោះថាវណ្ណៈអញ្ចឹងពូណៈខ្ញុំសុំហៅគាត់ពូណៈទៅអញ្ចឹងពូណៈហ្នឹងគឺគាត់បានឡើងទៅមួយអ្នកភូមិឯដែរបន្ទាប់មកក៏ពេលឡើងទៅដល់គឺគាត់អង្គុយជាជួរអញ្ចឹងហើយប្រសង់ក៏គាត់បានយកដៃដាក់យកភ័ក្រគាត់ហ្នឹងដាក់ទៅលើក្បាលរបស់អ្នកអង្គុយហ្នឹងទៅហើយគាត់បានសូត្រអីឲ្យមានសេរីសួស្តីអញ្ចឹងទៅដល់ហើយនៅពេលដែលគាត់សូត្រប្រសង់ហ្នឹងគាត់សូត្រហ្នឹងទៅតមកក៏ដល់វេមណៈពេលដល់វេមណៈក៏ប្រភពរបស់ប្រសង់នឹងគឺគាំងមានអារម្មណ៍ថាគាំងឌីរុំគឺលេងអញឹមលេងអីទាំងអស់ហើយក៏អត់បានយកដៃរបស់ព្រះអង្គដាក់ទៅលើក្បាលរបស់ពូណៈនឹងដែរហើយក៏គាត់ទៅមើលមុខហើយក៏ខ្សឹបអីតិចតួចហើយដើរម្លងយូរមកតមកពូណៈនឹងក៏គាត់បានឆ្ងល់ហើយក៏គាត់បានទៅខ្ញុំអត់សូវចេះភាសាលោកទេបងប្អូនខ្ញុំសូមអធិស្ឋានខ្ញុំសូមនិយាយខ្លួនឯងមកសូមនិយាយភាសាយើងធម្មតាអញ្ចឹងពូណៈហ្នឹងគឺគាត់បានទៅសួរព្រះសង្ឃហើយព្រះសង្ឃគឺគាត់មានសង្ឃដីកាថាឈ្មោះវណ្ណៈហ្នឹងគឺឈ្មោះសម្រាប់តែមនុស្សស្លាប់ទេហើយពូណៈហ្នឹងក៏គាត់មានអារម្មណ៍ថាចម្លែកហើយពេលហ្នឹងគាត់ទៅភូមិវិញគឺគាត់ខំប្រឹងនិយាយមួយគេដូចនិយាយមួយអ្នកចិត្តខាងបងប្អូនក្មេងៗអីហ្នឹងតែដូចអត់មានតែគេស្ដាប់ឮគាត់សោះហ្មងហើយពេលនោះគឺគាត់បាននិយាយដើរនិយាយពេញភូមិតែអត់មានតែគេដូចអត់មានតែគេចាប់អារម្មណ៍ពីគាត់ណាដូចគាត់និយាយភាសាផ្សេងឬក៏គាត់អត់នៅនឹងខ្ញុំហ្មងហើយគាត់ខំប្រឹងហៅឈ្មោះខ្លួនឯងគាត់ខំប្រឹងហៅឈ្មោះខ្លួនឯងហើយគាត់មានអារម្មណ៍ថាភ្លេចសលេងវណ្ណៈហ្នឹងហ្មងភ្លេចសលេងខ្លួនគាត់ហ្នឹងហើយបន្ទាប់មកគាត់ខំហៅឈ្មោះវណ្ណៈតមកគាត់មានអារម្មណ៍ថាភ្លេចអីគ្រប់យ៉ាងពីគាត់ទាំងអស់ហ្នឹងហ្មងចឹងរឿងយើងគឺចប់ដល់ត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាគឺរឿងនេះគឺវាខ្លីមែនតើអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះចឹងជាចុងបញ្ចប់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ពីវិនាទីដំបូងដល់នាទីមួយនេះចឹងពីខ្ញុំបាននិទានរឿងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ